ចាជំរាបសួរថ្ងៃនេះខ្ញុំបនឹងនាំទៅជួបពិភាក្សាជាមួយវិជ្ជបណ្ឌិតនៅមន្ទីរពេទ្យវេធានីអំពីរោគបច្ចុប្បន្នដែលអ្នកបានដឹងនិងបានឮថាមានការកើនឡើងគឺជំងឺមហារីកថ្លើមយើងនាំគ្នាទៅពិភាក្សាពីមូលហេតុដែលនាំឲ្យកើតជំងឺមហារីកថ្លើមនិងអំពីវិធីទប់ស្កាត់តាមនេះខ្ញុំទៅនិយាយជាមួយលោកគ្រូពេទ្យរបស់មន្ទីរពេទ្យវេធានីចាឥឡូវនេះបងកំពុងនៅជាមួយវិជ្ជបណ្ឌិតជ័យសុផាផុនជាអ្នកជំនាញវេកាត់ទូទៅនៃវិជ្ជាមណ្ឌលប្រព័ន្ធដំណេកអាហារនិងថ្លើមរបស់មន្ទីរពេទ្យវេធានីចាសូមជម្រាបសួរលោកគ្រូពេទ្យបាទសូមជម្រាបសួរចាជាបឋមនេះខ្ញុំសូមសួរលោកគ្រូពេទ្យថាតើជំងឺមហារីកថ្លើមកើតឡើងដោយសារអ្វីដែរចាបាទជំងឺមហារីកថ្លើមមានពីរប្រភេទធំប្រភេទទី1គឺវាកើតឡើងចេញពីកោសិការបស់ថ្លើមខ្លួនឯងហើយមួយប្រភេទទៀតគឺវាកើតឡើងពីអវយវៈផ្សេងទៀតដូចជាមហារីកពោះវៀនធំដែលរាលដាលដល់ថ្លើមហើយមហារីកថ្លើមដែលកើតមកពីសាច់ថ្លើមចាច់ចេញជាពីរប្រភេទធំទៀតនោះគឺមហារីកបំពង់ទឹកប្រមាត់ដែលភាគច្រើនកើតឡើងនៅភូមិភាគឦសាននៃប្រទេសថៃព្រោះហេតុអ្វីដែរចាព្រោះមេរោគនេះភាគច្រើនកើតឡើងចំពោះអ្នកបរិភោគប្រហុកនិងត្រីទឹកសាបខ្យងទឹកសាបដែលស្ទើរឆ្អិនស្ទើរឆៅចាព្រោះវាអាចមានព្រូនសត្វល្អិតនៅក្នុងថ្លើមដែលជាមូលហេតុនាំឲ្យមានជំងឺមហារីកមួយផ្នែកទៀតនោះគឺដោយសារតែកោសិកា Hepatoma ដែលភាគច្រើនបានជួបនៅក្នុងក្រុមអ្នកដែលមានជំងឺក្រិនថ្លើមដោយសារមូលហេតុផ្សេងដូចជាមេរោគថ្លើមប្រភេទ B ឬប្រភេទ C ឬជាតិអាល់កុលដូច្នេះតើយើងសង្កេតអាការៈអ្នកជំងឺមហារីកថ្លើមយ៉ាងដូចនេះដែរចាអាការៈហ្នឹងគឺវាអាស្រ័យទៅលើដំណាក់កាលនៃជំងឺចាប្រសិនបើក្នុងរយៈពេលចាប់ផ្ដើមដំបូងហ្នឹងពុំមានអាការៈអ្វីនោះទេអ្នកជំងឺខ្លះមានជំងឺក្រិនថ្លើមមែនតែមិនទាន់មានជំងឺមហារីកប្រភេទ Hepatoma នោះទេទាំងអស់នេះអាចដឹងថាមានមហារីកតាំងពីដុំនៅតូចព្រោះត្រូវមានការត្រួតពិនិត្យសុខភាពនិងឆ្លុះអេកូដើម្បីឲ្យឃើញថាមានមហារីកប្រភេទ Hepatoma ឬអត់ធ្វើដូចនេះយើងអាចនឹងឃើញតាំងពីដំបូងពេលខ្លះយើងអាចជួបនឹងដុំសាច់ធំដែលវាធ្វើឲ្យណែនពោះស្រកទម្ងន់និងធុញទ្រាន់នឹងអាហារតឹងពោះនឹងអាចនៅត្រង់ចំណុចចុងដង្ហើមឬឆ្អឹងជំនីស្ដាំហើយអ្នកខ្លះនឹងអាចឈឺស្មាព្រោះមហារីកដុំសាច់ធំរាលដាលដល់សន្ទះខ្យល់ហើយត្រង់សន្ទះខ្យល់នឹងដោយផ្អែកតាមកាយវិទ្យាអាចធ្វើឲ្យមានការឈឺស្មាបានហើយពេលខ្លះយើងអាចយល់ច្រឡំថាការឈឺសាច់ដុំតែតាមពិតគឺដោយសារតែមានដុំសាច់នៅក្នុងថ្លើមហើយជួនកាលមហារីកបំពង់ទឹកប្រមាត់ក៏មិនមានអាការៈខ្លួនលើភ្នែកលឿងវាអាស្រ័យទៅលើប្រភេទបាទចាតើអាយុប្រហែលទៅដែលតម្រូវឲ្យពិនិត្យសុខភាពរាងកាយដែរចាតាមពិតទៅអាយុចាប់ពី40ឡើងទៅបាទហើយជាពិសេសហ្នឹងអ្នកដែលរស់នៅក្នុងចំណោមមនុស្សដែលមានមេរោគថ្លើមឬនៅក្នុងគ្រួសារដែលធ្លាប់កើតមហារីកថ្លើមចាចុះចំណែកឯការពិនិត្យរោគមេរោគមហារីកថ្លើមមានដំណាក់កាលអ្វីខ្លះដែរចាមានការចាប់ផ្ដើមពីការជួសឈាមតាមពិតទៅរាល់ការពិនិត្យសុខភាពហ្នឹងគឺតម្រូវឲ្យជួសឈាមបាទដើម្បីពិនិត្យមើលមុខងាររបស់ថ្លើមនិងរោគមហារីកបាទរួមទាំងមានការពិនិត្យអេកូក៏ដូចជាការពិនិត្យម៉ាស៊ីន CT scan ផងដែរបាទឬការថតថ្លើមដោយម៉ាស៊ីនដែលមានឈ្មោះថា MRI ចាចំណែកឯដំណាក់កាលនៃការព្យាបាលមហារីកថ្លើមសូមឲ្យលោកគ្រូពេទ្យផ្ដល់ការណែនាំបន្តិចថាតើគួរតែចាប់ផ្ដើមយ៉ាងម៉េចទៅចាការព្យាបាលសំខាន់ដូចជាការវេកាត់យកដុំសាច់ចេញហើយបើសិនបើអ្នកជំងឺមានក្រិនថ្លើមយើងក៏អាចបដូរថ្លើមបានដែរបាទចាហើយការបដូរថ្លើមក៏អាចជួយបានដូចគ្នាក្រៅពីនេះគឺការវេកាត់មានវិធីព្យាបាលផ្សេងទៀតដូចជាការប្រើប្រាស់ម្ជុលចោះហើយកាត់ដុំសាច់ចេញដែលហៅថា IFA ជាការជាចេញមែនទេចាបាទតែការជានេះធ្វើបានចំពោះដុំសាច់តូចប៉ុណ្ណោះបាទហើយធ្វើនៅកន្លែងដែលសមស្របផងដែរឬមួយការព្យាបាលដោយថ្នាំគីមីចាក់បញ្ចូលទៅក្នុងកន្លែងដែលមានមេរោគគឺយើងត្រូវប្រាប់បំពង់ចោះចូលទៅក្នុងសរសៃឈាមក្រហមដែលចិញ្ចឹមដុំសាច់នឹងតែម្ដងបាទគឺគីម៉ូនេះឯងបាទមែនហើយថ្នាំគីមីនេះប្រើចំពោះដុំសាច់មហារីកប្រភេទ Hepatoma តែបើសិនបើជាមហារីកទឹកប្រមាត់វិញក្រោយពីវះកាត់ហើយត្រូវចាក់ថ្នាំគីមីតាមសរសៃឈាមខ្មៅនេះជាវិធីព្យាបាលចុះបើនិយាយពីការការពារវិញលោកគ្រូពេទ្យការការពារនឹងដូចដែលបាននិយាយពីខាងដើមហើយបាទគឺជាការកាត់បន្ថយហានិភ័យហើយសម្រាប់មហារីកបំពង់ទឹកប្រមាត់ហ្នឹងដូច្នេះគួរជៀសវាងការបរិភោគម្ហូបឆៅដែលចាំបាច់ត្រូវតែឆ្អិនត្រូវឆ្អិនហើយបច្ចុប្បន្ននេះមានយុទ្ធនាការអំពីការបរិភោគត្រីឆ្អិនព្រោះថាបើមិនឲ្យហូបទេក៏ប្រកាសជាទាស់ចិត្តប្រជាជនឥសានមិនខានធ្វើឲ្យលំបាកមែនទែនបាទដូច្នេះហើយបើសិនបើឲ្យញ៉ាំប្រហុកស្ងោរវិញប្រហែលជាអាចធ្វើបានចុះមួយប្រភេទទៀតចាចំពោះមេរោគ Hepatoma គួរជៀសវាងការពិសាសូរ៉ាញឹកញាប់ហើយម្យ៉ាងទៀតនោះគឺជៀសវាងការរួមភេទដែលមានហានិភ័យគឺត្រូវតែមានការការពារបាទ
ដោយជាលោកគ្រូពេទ្យបានណែនាំរួចមកហើយចាស់ប្រសិនបើមានអាការៈដោយដែលជំរាបខាងលើគួរតែប្រញាប់មកជួបពេទ្យជំនាញជាការប្រសើរបំផុតថ្ងៃនេះនាងខ្ញុំសូមថ្លែងអំណរគុណចំពោះការណែនាំពីលោកគ្រូពេទ្យជ័យសុផាផុននិងជាទីប្រឹក្សាវិទ្យាសាស្ត្រនៃមជ្ឈមណ្ឌលប្រព័ន្ធរំលាយអាហារនិងថ្លើមរបស់មន្ទីរពេទ្យវេជ្ជនីនាងខ្ញុំសូមអរគុណចា៎ បាទសូមអរគុណឧបត្ថម្ភដោយមន្ទីរពេទ្យវេជ្ជនី Victory for Life ផ្ដល់ការប្រឹក្សាដោយវិជ្ជាបណ្ឌិតជំនាញតាមស្តង់ដារ JCI